ពីទីផ្លូវនេះវាឡើងល្អស្មើរហូតទៅចាប់ពីមួយអាទិត្យឡើងទៅតែពណ៌ត្រួយចេកខៀវដងតិចហើយបើត្រូវថ្ងៃរសៀលវិញវាខ្មៅក្រឹបមកប្រើជីត្រីផ្លឹះនេះមកវាអាចកាត់បន្ថយសត្វល្អិតហើយណាមួយដើមដងវាឡើងល្អបាទស្ទុះលឿនហើយណាមួយវាខៀវបានយូរហើយផ្លែដាក់គ្រាប់វាអាចទងន់ហើយមិនសូវមានកណ្ដៀបឲ្យបងប្អូនទាំងអស់គ្នាកសិករនេះបើថាយើងធ្វើស្រែឲ្យធ្វើតាមខ្ញុំទៅនេះលាយជីត្រីផ្លាស់នេះទៅបានល្អបានយូរហើយប្រើជីគ្រាប់តិចហើយបន្ថយសត្វល្អិតទៀតចុះដល់កាលណាបាចទៅស្លឹកវារឹងសត្វល្អិតអត់សូវស៊ីទេបងប្អូនយើងកសិករដែលយើងធ្វើស្រូវក្រោយមកគឺចំណាំរយជីនេះទៅប្រើដូចខ្ញុំវាមិនខុសបំណងទេពីព្រោះខ្ញុំនឹកឃើញថាកាលទី1ខ្ញុំនឹកឃើញថាខ្ញុំប្រើតែឯងប៉ុន្តែឥឡូវនេះខ្ញុំប្រើទៅខ្ញុំដឹងគុណភាពថាល្អហើយបើមិនជឿបងប្អូនធ្វើតាមខ្ញុំអត់ខុសបំណងទេគឺពិតប្រាកដចឹងបងសម្រាប់ជីកសកម្មសញ្ញាត្រាដើមឈើគឺផ្ដោតទៅលើកម្រិតស្តង់ដារអន្តរជាតិដែលពុកម៉ែបងប្អូនយកទៅប្រើប្រាស់ហើយធានានូវគុណភាពហើយអ្វីដែលពិសេសនោះគឺដូចអ្វីដែលខ្ញុំតែងតែជួបប្រជាកសិករផ្ទាល់តែម្ដងដែលគាត់តែងតែយកទៅប្រើប្រាស់តាមបច្ចេកទេសស្តង់ដារជីហើយទទួលបានជោគជ័យកម្រិតខ្ពស់អញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រជីកសកម្មសញ្ញាត្រាដើមឈើ